ការដែលអាចញញឹមបានមិនមែនបានន័យថាជីវិតយើងនឹងរលូនដូចជាផ្លូវជាតិទៅស្ថាបនាហើយឯចាបងប្អូនវារដាក់រដប់ដោយកលែងតែមិនបន្តដំណើរទៅមុខវាទៅដល់អ្វីដែលខ្លួនឯងចង់ទៅចាអញ្ចឹងអ្វីដែលយើងបានដាក់ចិត្តដាក់កាយធ្វើហើយបើវាអត់ទាន់បានផលទេគឺយើងអត់អស់ចិត្តអញ្ចឹងបានជាឃើញនាងខ្ញុំនៅក្នុងបណ្ដាញសង្គមដែលនាងខ្ញុំតែងតែធ្វើការថតឃើញមានរូបភាពខ្ញុំផុសច្រើនវីដេអូផុសច្រើនហើយនៅតែធ្វើដដែលហើយអត់បានផលហើយគឺនៅតែធ្វើចាបងប្អូនផលវាមិនចេះតែងាយស្រួលបានងាយទេណាបងប្អូនចាវាអត់ងាយស្រួលបានងាយទេតើតែយើងប្រឹងប្រែងខ្លាំងមែនតែនតម្រុំតែបានផលនេះដូចជាការទុរេនហ្នឹងអញ្ចឹងណាបងប្អូនចាតម្រាំបានចេញជាផ្កាមកប៉ុណ្ណេះអីណាបងប្អូនគឺត្រូវការដាំដុះថែទាំដាក់ជីខ្លាំងណាស់ចាព្រោះព្រៃព្រោះអីប្រើជីស្រោចទឹកខ្លាំងមែនតែនដូចម៉ាក់ខ្ញុំដូចបងស្រីខ្ញុំគាត់មានការថែទាំដំណាំហ្នឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងផលវាអត់ចេះបានងាយស្រួលទេអញ្ចឹងឃើញចេះតែញញឹមថតអីហ្នឹងណាមិនថាជីវិតហ្នឹងវារលូនងាយស្រួលទេជីវិតនោះបងប្អូនចាធ្វើអីក៏ដោយក៏តែងតែមានការខិតខំប្រឹងប្រែងចាមិនបានផលអញ្ចឹងពេលដែលបងប្អូនធ្វើឲ្យអត់ទាន់បានផលណាបងប្អូនកុំបោះបង់ណាបងប្អូនណាចាតស៊ូប្រឹងប្រែងធ្វើបន្តដដែលនឹងបានផលហើយចាអូខេអរគុណច្រើន